ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ The Secret Room បន្ទប់សម្ងាត់ទីនេះជាកន្លែងសុវត្ថិភាពមួយសម្រាប់បងប្អូនទាំងអស់គ្នាទំលាយរឿងរ៉ាវអាចកំបាំងវិប្បដិសារីឬក៏ការឈឺចាប់ដែលមិនអាចប្រាប់អ្នកក្រៅណាបាននៅក្នុងបន្ទប់សម្ងាត់របស់យើងខ្ញុំបានទទួលសម្បត្តិទី5ពីមិត្តអ្នកស្ដាប់ម្នាក់ក៏បានផ្ញើសារមកកាន់ខ្ញុំអំពីវិប្បដិសារីដ៏ធំធេងមួយដែលគាត់ចង់ចែករំលែកដើម្បីដាស់តឿនដល់បងប្អូនទាំងគ្នាជាពិសេសដល់អ្នកដែលកំពុងតែរវល់នឹងការងារហើយរស់នៅឆ្ងាយពីផ្ទះសម្បត្តិមួយច្បាប់នេះមានចំណងជើងយ៉ាងចាក់ដោតថាពុកម៉ែស្រឡាញ់កូនខ្លាំងពេករហូតភ្លេចមើលថែខ្លួនឯងតើមានមនុស្សប៉ុន្មានអ្នកដែលធ្លាប់ដឹងថាពាក្យថាពុកម៉ែមិនអីទេគឺជាពាក្យកុហកដ៏ឈឺចាប់បំផុតបើអ្នកទាំងអស់គ្នារៀបចំចិត្តរួចហើយសូមចូលមកកាន់បន្ទប់សម្ងាត់ហើយស្ដាប់រឿងរ៉ាវពិតរបស់គាត់ទាំងអស់គ្នាជំរាបសួរ admin និងមិត្តអ្នកស្ដាប់នៅក្នុងបន្ទប់សម្ងាត់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមខ្ចីកន្លែងសម្ងាត់មួយនេះដើម្បីទម្លាយរឿងរ៉ាវដ៏សែនឈឺចាប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំដែលជាវិប្បដិសារីដ៏ធំមួយបើទោះបីជាខ្ញុំប្រើប្រាស់ជីវិតរបស់ខ្ញុំនៅសល់ទាំងប៉ុន្មានក៏មិនអាចលុបលាងកំហុសនិងទិញពេលវេលាឲ្យត្រឡប់ថយក្រោយបានដែរ admin នឹងមិនស្ដាប់ដឹងទេកាលពីខ្ញុំនៅតូចគ្រួសារខ្ញុំក្រលំបាកខ្លាំងណាស់ផ្ទះរបស់ពួកយើងគ្របដណ្ដប់ដោយស្លឹកជញ្ជាំងធ្លុះធ្លាយឲ្យតែមានភ្លៀងធ្លាក់ម្ដងពួកយើងត្រូវរត់ចែកជើងគ្នាដើម្បីនឹងយករបស់របរដាក់ឲ្យនៅកន្លែងមានសុវត្ថិភាពដើម្បីកុំឲ្យទៅទឹកប៉ុន្តែនៅក្នុងការចងចាំរបស់ខ្ញុំមិនដែលស្គាល់ពាក្យថាអត់ឃ្លានឬដេកហូរទឹកភ្នែកព្រោះអត់បាយនោះទេឲ្យទៅដល់ម៉ោងបាយពុកនិងម៉ែតែងតែមានបាយសក្តៅនិងម្ហូបអាហារល្អៗឲ្យខ្ញុំនិងបងប្អូនញ៉ាំជានិច្ចកាលនោះខ្ញុំនៅក្មេងពេកខ្ញុំរីករាយសាទរនឹងអាហារដ៏ឆ្ងាញ់ដោយមិនដែលចាប់អារម្មណ៍ទាល់តែសោះថាក្រោយពេលដែលពួកខ្ញុំញ៉ាំឆ្អែតអ្វីដែលនៅសល់ក្នុងឆ្នាំងសម្រាប់ពុកនិងម៉ែគឺមានតែទឹកសម្លបាតឆ្នាំងបាយក្តាំងបន្តិចបន្តួចនិងទឹកត្រីចាក់ច្របល់តែប៉ុណ្ណោះមានថ្ងៃខ្លះម្ហូបមានតែត្រីមួយកន្ទុយតូចពុកនិងម៉ែខំប្រឹងបេះសាច់ឲ្យកូនរួចពួកគាត់ទុកចិត្តជញ្ជក់តែឆ្អឹងត្រីនិងក្បាលត្រីដោយញញឹមហើយប្រាប់កូនថាញ៉ាំទៅកូនពុកម៉ែចូលចិត្តញ៉ាំក្បាលត្រីជាងសាច់ខ្ញុំក៏ជឿទាំងល្ងងខ្លៅថាពួកគាត់ចូលចិត្តបែបនោះមែនពុកម៉ែរបស់ខ្ញុំគាត់ជាមនុស្សប្រភេទដែលស្រឡាញ់កូនលើសជាងជីវិតរបស់ខ្លួនឯងពុកខ្ញុំគឺជាកម្មករលីស៊ីម៉ង់និងរែកថ្មនៅការដ្ឋានសំណង់រាល់ថ្ងៃខ្ញុំតែងតែឃើញស្មារបស់គាត់ឡើងក្រហមជាំខ្មៅហើយជួនកាលមានដាច់រលាត់មានឈាមស្រស់ដោយសារតែការរែកពុនធ្ងន់ក្រោមពន្លឺថ្ងៃក្តៅដូចភ្លើងរីឯម៉ែវិញគាត់ដើរលក់បន្លែតាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ជើងទាំងពីររបស់គាត់ឡើងសរសៃប៉ោងដើរស្ទើរតែមិនរួចដើម្បីតែចំណេញលុយពី3,000រៀលទុកឲ្យកូនរៀនខោអាវដែលពួកគាត់ស្លៀកពាក់មានតែខោអាវចាស់ដាច់ដុំដេរជាហូរហែប៉ះមុខប៉ះក្រោយតែពួកគាត់មិនដែលទិញថ្មីឡើយប៉ុន្តែសម្រាប់ពួកខ្ញុំជាកូនឲ្យទៅដល់ថ្ងៃចូលរៀនឆ្នាំថ្មីពួកគាត់តែងតែដប់កង់កូនទៅទិញឯកសណ្ឋានថ្មីកាតាបថ្មីស្បែកជើងថ្មីមិនឲ្យចាញ់កូនគេឡើយព្រោះខ្លាចពួកកូនខ្មាស់គេ ប
ពេលដែលពុកម៉ែឈឺក្បាលជង្គង់ដើរលែងរួចឬគ្រុនញ័រទៅត្រឹកពួកគាត់មិនដែលទិញថ្នាំពេទ្យលេបឲ្យបានត្រឹមត្រូវទេយ៉ាងច្រើនណាស់គាត់កោះខ្យល់ឬក៏ទិញថ្នាំពេទ្យផ្សំថោកតាមផ្សារលេបដើម្បីបំបត្តិការឈឺចាប់និងសម្រន់ជំងឺគាត់តែងតែនិយាយទៅកាន់ម៉ែថាមិនអីទេគេងតាមមួយផ្លែទៅគឺវាបាត់ហើយប៉ុន្តែផ្ទុយទៅវិញបើកូនគ្រាន់តែត្អូញថាឈឺក្បាលឬក្តៅខ្លួនបន្តិចបន្តួចពុកម៉ែស្ទុះរត់ទៅរកគ្រូពេទ្យទាំងកណ្ដាលអាធ្រាត្រទាំងមីកភ្លៀងធ្លាក់ជោកជាំក៏មានពេលខ្លះគ្មានលុយ1រៀលនៅក្នុងអាប៉ៅពុកសុកចិត្តដើរទៅសំពះសុំខ្ចីបុលអ្នកភូមិទាំងយប់ដើម្បីបានលុយយកកូនទៅទិញថ្នាំពេទ្យពេលវេលាហោះហើរទៅមុខយ៉ាងលឿនការលះបង់របស់ពុកម៉ែបានហុចផលពួកខ្ញុំបានរៀនសូត្រខ្ពង់ខ្ពស់មានការងារល្អធ្វើនៅទីក្រុងខ្ញុំចាប់ផ្ដើមរកលុយបានច្រើនខ្ញុំទិញឡានទំនើបជិះមានផ្ទះវីឡានិងមានមុខមាត់ខ្លាំងនៅក្នុងសង្គមខ្ញុំតែងតែមានមោទនភាពចំពោះខ្លួនឯងហើយគិតថាខ្ញុំគឺជាកូនកតញ្ញូផ្ដាច់គេព្រោះរាល់ខែខ្ញុំតែងតែផ្ញើលុយទៅឲ្យពុកម៉ែរាប់រយដុល្លារខ្ញុំតែងតែទេទូរស័ព្ទទៅប្រាប់គាត់ទាំងអំនួតថាពុកម៉ែចង់ទិញអីភាសាទិញទៅចង់ញ៉ាំអីញ៉ាំទៅកូនមានលុយច្រើនណាស់មិនបាច់សំចៃអីទៀតទេប៉ុន្តែខ្ញុំភ្លេចគិតថាមនុស្សចាស់ដែលធ្លាប់តែលះបង់និងរកទុកពេញមួយជីវិតដើម្បីកូនគាត់មិនចេះប្រើលុយដើម្បីបង្កើតសេចក្តីសុខឲ្យខ្លួនឯងឡើយលុយដែលខ្ញុំផ្ញើទៅពួកគាត់មិនដែលហ៊ានទិញខោអាវថ្មីមកស្លៀកពាក់ទេមិនដែលហ៊ានចូលហាងញ៉ាំម្ហូបឆ្ងាញ់គាត់ដកសន្សំទុកនៅក្នុងកំប៉ុងដែកចាស់មួយនៅក្រោមគ្រែទាំងអស់ព្រោះគាត់តែងតែគិតថាទុកឲ្យកូនច្រឡំតែថ្ងៃណាមួយវាខ្វះខាតក្នុងការរកស៊ីឬក៏មានជាប់បំណុលអ្វីមួយពួកយើងអាចយកលុយនេះទៅជួយសង្គ្រោះវាបានសូម្បីតែពេលខ្លួនឯងចាស់ជរាក៏ខួរក្បាលរបស់ពួកគាត់នៅតែគិតពីសុវត្ថិភាពហិរញ្ញវត្ថុរបស់កូនដដែលរហូតដល់ថ្ងៃមួយថ្ងៃដែលពិភពលោកដ៏ស្រស់បំព្រងរបស់ខ្ញុំត្រូវបានបំផ្លាញថ្ងៃនោះជាថ្ងៃចុងសប្តាហ៍ខ្ញុំកំពុងតែជប់លៀងស៊ីផឹកសប្បាយជាមួយមិត្តភ័ក្តិនៅហាងដ៏ស៊ីវិល័យមួយនៅកោះពេជ្រស្រាប់តែម៉ែបានខលមកខ្ញុំទាំងសំឡេងយំអួលដើមកដកដង្ហើមស្ទើរមិនទាន់និយាយឡើងចេញហើយប្រាប់ថាពុកឯងដួលសន្លប់ធំនៅក្នុងបន្ទប់ទឹកបែកក្បាលហូរឈាមពេញការ៉ូខ្ញុំភ័យស្លន់ស្លោរៀបចំតាក់ទងរកឡានដឹកពុកបញ្ជូនមកមន្ទីរពេទ្យធំមួយនៅភ្នំពេញទាំងកណ្ដាលត្រៀតក្រោយពេលពិនិត្យយ៉ាងលម្អិតគ្រូពេទ្យបានដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់ដោយទឹកមុខមិនស្រស់បោះសោះគ្រូពេទ្យហៅខ្ញុំទៅជួបដាច់ដោយឡែករួចហុចក្រដាសលទ្ធផលដែលធ្វើឲ្យខ្ញុំទន់ជង្គង់លុតជង្គង់ចុះទៅលើដីទាំងស្ទើរតែដកដង្ហើមមិនរួចការពិតពុករបស់ខ្ញុំមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយហើយកោសិកាមហារីកបានរាលដាលពេញរាងកាយអស់ទៅហើយមិនអាចវះកាត់ឬព្យាបាលទៀតឡើយគ្រូពេទ្យសម្លឹងមើលមុខខ្ញុំក្នុងការភ្នែកពោពេញដោយការបន្ទោសរួចសួរថាហេតុអីបានជាទុកឲ្យគាត់ឈឺធ្ងន់ដល់ថ្នាក់នេះទើបតែនាំមកពេទ្យតាមពិតទៅគាត់ត្រូវមានអាការៈឈឺចុកចាប់ក្នុងពោះខ្លាំងណាស់ឈឺស្ទើរតែដេកនៅនីលដីជាង1ឆ្នាំមកហើយបើតាមមើលហេតុអ្វីបានជាសាច់ញាតិមិនដែលនាំគាត់មកពិនិត្យតតែសោះសម្ដីគ្រូពេទ្យបានធ្វើឲ្យបេះដូងរបស់ខ្ញុំបែកខ្ទេចទឹកភ្នែកខ្ញុំហូរដូចទឹកបាក់ទំនប់ខ្ញុំក៏នឹកឃើញភ្លាមដល់សម្ដីរបស់ពុកកាលពីប្រហែលខែមុនពេលដែលខ្ញុំទេទៅសួរសម្លេងគាត់ខ្សើប្លែក
ពេលខ្លះឮសំឡេងគាត់ធ្ងរតិចតិចតែពេលដែលខ្ញុំសួរថាពុកឈឺអីមែនគាត់តែងតែខំប្រឹងសើចហើយឆ្លើយកុហកថាពុកមិនអីទេកូនពុកគ្រាន់តែហត់បន្តិចបន្តួចពុកសុខភាពល្អណាស់កូននៅភ្នំពេញខំធ្វើការទៅកុំបារម្ភពីពុកម៉ែអីគាត់លាក់គាត់ទ្រាំអត់ធ្មត់នឹងការឈឺចាប់ដែលសំបីតែថ្នាំបំបត្តិការឈឺចាប់ក៏គាត់ទប់មិនចង់ឈ្នះគាត់ចូលចិត្តខំថ្មិញទ្រាំរហូតដល់ថ្លើមរបស់គាត់រលួយខូចខ្ទេចព្រោះតែគាត់ខ្លាចកូនពិបាកចិត្តខ្លាចកូនខាតការងារនិងខ្លាចកូនត្រូវចំណាយលុយកាក់ច្រើនមកមើលជំងឺគាត់ក្តីស្រឡាញ់របស់គាត់វាធំធេងរហូតដល់គាត់សុខចិត្តសម្លាប់ខ្លួនឯងដើម្បីកុំឲ្យធ្វើជាបន្ទុកដល់កូននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ពុកដែលធ្លាប់តែមានរាងកាយមាំមួនជាបង្គោលសសរទ្រូងក្នុងផ្ទះប្រែជាស្គាំងស្គមសល់តែស្បែកដណ្ដប់ឆ្អឹងស្បែកឡើងលឿងដូចខាត់ល្មៀតភ្នែកស្លក់រិលទោះជាស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ដកដង្ហើមចង្រិតបំពង់អុកស៊ីសែនញាត់ពេញមាត់ក៏ដោយពេលគាត់បើកភ្នែកមកឃើញខ្ញុំដើរចូលទៅជិតទាំងយំរហាមគាត់ខំប្រឹងហុចដៃដ៏ស្ងួតជ្រាវជ្រួញនិងញ័រទៅត្រើកមកកាន់ដៃខ្ញុំគាត់មិនបានត្អូញត្អែពីការឈឺចាប់របស់គាត់សូម្បីតែមួយម៉ាត់ប៉ុន្តែគាត់បែរជាខ្សឹបសួរខ្ញុំតិចទាំងលំបាកថាកូនមកមើលពុកអញ្ចឹងខាតការងារកូនទេតិចចវាយនាយគេស្ដីឲ្យពុកមិនអីទេកូនតិចទៀតពុកឈីហើយកូនកុំយំពុកមិនអីទេកូនអេដមីនគិតមើលចុះសូម្បីតែក្នុងវិនាទីចុងក្រោយនៃជីវិតរបស់គាត់ខ្លួនឯងកំពុងតែប្រឈមមុខនឹងសេចក្តីស្លាប់ទៅហើយក៏គូក្បាលរបស់គាត់នៅតែបារម្ភពីការងាររបស់កូនខ្លាចកូនត្រូវគេស្ដីបន្ទោសខ្លាចកូនពិបាកចិត្តជាងខ្លួនឯងដែលកំពុងតែឈឺទៅទៀតពេលនោះខ្ញុំបានត្រឹមតែអោបដៃពុកយំខ្សឹកខ្សួលបោកខ្លួនប្រាប់គាត់ថាពុកអើយកូនសុំទោសកូនខុសហើយពុកកូនមិនត្រូវការងារមិនត្រូវការលុយអីទៀតទេពុកកុំទៅចោលកូនណាប៉ុន្តែអភូតហេតុមិនចេះតែកើតឡើងឡើយម៉ាស៊ីនវាស់ចង្វាក់បេះដូងបានបន្លឺសំឡេងដ៏វែងបញ្ជាក់ថាពុកបានចាក់ចេញពីពួកយើងទៅរហូតហើយនៅក្នុងបន្ទប់ដ៏ត្រជាក់ស្រេបនៃមន្ទីរពេទ្យនាពេលនោះពុកស្លាប់ទាំងមិនទាន់បានញ៉ាំអាហារឆ្ងាញ់ដែលខ្ញុំសន្យានឹងទិញឲ្យគាត់ស្លាប់ទាំងមិនទាន់បានជិះឡានទំនើបរបស់ខ្ញុំម្ដងណាឡើយបន្ទាប់ពីបុណ្យសពពុករៀបចំរួចរាល់ផ្ទះទាំងមូលប្រែជាស្ងាត់ជ្រងំម៉ែដើរចូលមកក្នុងបន្ទប់ទាំងភ្នែកឡើងហើមប៉ោងរួចហុចកំប៉ុងដែកចាស់ជ្រេះចាប់មួយមកឲ្យខ្ញុំពេលខ្ញុំបើកវាចេញមកខ្ញុំស្ទើរតែគាំងបេះដូងស្លាប់នៅក្នុងនោះគឺមានលុយគ្រប់កាក់គ្រប់សេនគ្រប់ដុល្លារដែលខ្ញុំបានផ្ញើមកឲ្យគាត់រៀងរាល់ខែតាំងពីដើមមកគាត់មិនដែលហ៊ានចាយសូម្បី1រៀលនៅក្នុងនោះក៏មានសៀវភៅសរសេរតូចមួយដែលពុកឲ្យអ្នកជិតខាងសរសេរជំនួសព្រោះគាត់មិនចេះអក្សរក្នុងសៀវភៅនោះបានសរសេរថាកូនសម្លាញ់របស់ពុកលុយដែលកូនផ្ញើមកពុកម៉ែមិនហ៊ានយកវាទៅចាយវាយអីទេពុកម៉ែដឹងថាកូននៅភ្នំពេញត្រូវចំណាយច្រើនត្រូវទិញផ្ទះត្រូវទិញឡាននិងត្រូវសន្សំលុយទុកការប្រពន្ធទៀតពុកចាស់ហើយរស់នៅលើដីស្រែចម្ការគ្មានចំណាយអីទេលុយទាំងនេះពុកសន្សំទុកឲ្យកូនវិញចុះក្រែងលោមានថ្ងៃណាមួយកូនជួបទុក្ខលំបាកកូនអាចយកវាទៅប្រើការបាន
អ្វីដែលពុកចង់បានពីកូនមិនមែនជាលុយកាក់រាប់លានឬផ្ទះវិឡាធំទំនំខ្ពស់អីទេគឺពុកគ្រាន់តែចង់ឃើញមុខកូនចង់ឲ្យកូនបានមកលេងមកអង្គុយញ៉ាំបាយជុំគ្នានិងនិយាយលេងជាមួយពុកម៉ែខ្លះៗតែប៉ុណ្ណោះកុំខំធ្វើការហត់ពេកណាកូនថែសុខភាពផងខ្ញុំយំអោបកំប៉ុងលុយនិងសៀវភៅនោះខ្ញុំយំរហូតដល់បាត់ស្មារតីតើលុយរាប់ម៉ឺនដុល្លារទាំងនេះមានន័យអ្វីទៀតបើខ្ញុំមិនអាចប្រើវាដើម្បីទិញដង្ហើមពុកខ្ញុំឲ្យបានវិញសូម្បីតែ1វិនាទីនោះខ្ញុំមានលុយទិញឡានទំនើបជិះតែខ្ញុំមិនអាចជិះឡាននោះទៅដឹកពុកម៉ែមកពិនិត្យសុខភាពម្ដងណាឡើយខ្ញុំមានលុយចូលហាងកាហ្វេថ្លៃចុចទៅលេងជាមួយនឹងមិត្តភ័ក្តិរាប់ម៉ោងតែខ្ញុំតែងតែរអ៊ូប្រាប់ពុកម៉ែថាខ្ញុំរវល់ណាស់នៅពេលដែលខលសុខទុក្ខសុខទុក្ខគាត់មិនដែលបានលើសពី3នាទីឡើយខ្ញុំគឺជាកូនអកតញ្ញូជាកូនល្ងង់ខ្លៅបំផុតឥឡូវនេះពិភពលោករបស់ខ្ញុំបានបាត់បង់បង្គោលមួយទៅហើយនៅសល់តែម៉ែម្នាក់គត់ដែលគាត់កាន់តែចាស់ជរាភ្នែករលីងរលោងរាល់ថ្ងៃព្រោះនឹកពុកខ្ញុំបានសម្រេចចិត្តយ៉ាងដាច់ខាតលាឈប់ពីការងារដែលមានប្រាក់ខែនៅភ្នំពេញលក់ផ្ទះវិឡាលក់ឡានទំនើបរួចវិច្ចបង្វិចមករស់នៅស្រុកកំណើតមើលថែម៉ែនិងធ្វើស្រែចម្ការវិញខ្ញុំមិនខ្វល់ថាអ្នកដតីគេសម្លឹងមកខ្ញុំក្នុងក្រសែភ្នែកបែបណាគេថាខ្ញុំជាមនុស្សអសមត្ថភាពជាមនុស្សល្ងង់ខ្លៅដែលបោះបង់ឱកាសមាសឱកាសប្រាក់ចោលនោះទេព្រោះបទពិសោធន៍ទាំងឈាមនិងទឹកភ្នែកបានបង្រៀនខ្ញុំថាអ្វីដែលសំខាន់បំផុតក្នុងជីវិតខ្ញុំពេលនេះគឺជាពេលវេលាជាមួយម៉ែខ្ញុំមិនចង់ឲ្យមានវិបត្តិសេរីជាលើកទី2កើតឡើងនៅក្នុងជីវិតដែលនៅសល់របស់ខ្ញុំនោះឡើយខ្ញុំផ្ញើសម្បត្តិនេះមកកាន់ The Secret Room ព្រោះចង់ដាស់តឿននិងសំពះអង្វរដល់អ្នកដែលស្ដាប់ទាំងអស់គ្នាជាពិសេសមិត្តយុវវ័យដែលកំពុងតែរស់នៅនិងធ្វើការឆ្ងាយពីផ្ទះសូមកុំរងចាំរហូតដល់យើងមានលុយគ្រប់យ៉ាងមានឡានមានផ្ទះមានមុខមាត់ទើបនឹកឃើញពុកម៉ែព្រោះពេលវេលានិងសុខភាពរបស់ពួកគាត់មិនអាចរងចាំភាពជោគជ័យរបស់យើងបានឡើយកុំជឿលើពាក្យថាពុកម៉ែមិនអីទេពុកម៉ែសប្បាយសុខសប្បាយជាតិទេព្រោះពាក្យនេះជាពាក្យកុហកដ៏មានឥទ្ធិពលបំផុតនិងពោពេញដោយការលះបង់របស់ពួកគាត់ដើម្បីកុំឲ្យកូនព្រួយបារម្ភបើពេលនេះនៅមានពួកគាត់សួរសុខទុក្ខត្រូវសួរសុខទុក្ខគាត់ផងបើពេលនេះនៅមានវត្តមានពួកគាត់កុំភ្លេចឈៀតឆ្លៀតទៅរកគាត់បើគ្មានពេលក៏ត្រូវឆ្លៀតទេទៅរកគាត់ដេញដោលសួរពីអាការៈឈឺថ្កាត់របស់គាត់បង្ខំឲ្យគាត់ទៅពេទ្យដើម្បីពិនិត្យរាងកាយឲ្យបានញឹកញាប់ព្រោះពួកគាត់ស្រឡាញ់យើងខ្លាំងណាស់ស្រឡាញ់រហូតដល់ភ្លេចមើលថែខ្លួនឯងទៅទៀតកុំឲ្យហួសពេលដូចខ្ញុំអរគុណ admin សម្រាប់ការអានសម្បត្តិរបស់កូនដ៏សែនទុរយុសមួយនេះខ្ញុំសង្ឃឹមថារឿងរ៉ាវពិតរបស់ខ្ញុំអាចជួយដាស់ស្មារតីនិងសង្គ្រោះពេលវេលារបស់អ្នកដទៃជាមួយពុកម៉ែរបស់ពួកគេបានទាន់ពេលវេលាបាទប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសម្បត្តិទី5នៅក្នុងបន្ទប់សម្ងាត់របស់យើងនៅក្នុងថ្ងៃនេះបានបញ្ចប់ទៅហើយខ្ញុំជឿថាមិនមែនមានតែខ្ញុំទេដែលអួលដើមកសូម្បីតែមិត្តអ្នកស្ដាប់ដែលកំពុងស្ដាប់វីដេអូនេះក៏ប្រហែលជាស្រក់ទឹកភ្នែកនិងនឹកឃើញដល់មុខរបស់ពុកម៉ែខ្លួនឯងដែរជាដំបូងក្នុងនាមខ្ញុំជា admin នៃ The Secret Room ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់សម្បត្តិដែលបានដាច់ចិត្តទម្លាយការជួយចាប់មួយនេះសេចក្តីសម្រេចចិត្តរបស់បងក្នុងការត្រឡប់ទៅរស់នៅមើលថែម៉ែវិញគឺជារឿងដ៏ត្រឹមត្រូវបំផុតទោះបីជាពុកបានចាក់ចេញទៅមែនប៉ុន្តែខ្ញុំជឿថាវិញ្ញាណក្ខន្ធរបស់ពុកបងនៅលើមេឃនឹងញញឹមដោយមានមោទនភាពដែលឃើញកូនប្រុសរបស់គាត់ដឹងខុសត្រូវនិងក្លាយជាបង្គោលការពារម៉ែនៅថ្ងៃនេះ
មិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីមេត្រីជីវិតមនុស្សយើងខ្លីណាស់យើងតែងតែគិតថាយើងត្រូវខំប្រឹងរកលុយឲ្យបានច្រើនទិញផ្ទះធំទិញឡានទំនើបទើបហៅថាជាកូនកតញ្ញូប៉ុន្តែយើងភ្លេចគិតថាអ្វីដែលមនុស្សចាស់ចង់បានពីយើងបំផុតមិនមែនជាក្រដាសប្រាក់ឬវត្ថុក្រៅខ្លួនទេគឺពេលវេលានិងវត្តមានរបស់អ្នកលុយបើយើងបាត់បង់យើងអាចរកវាមកឡើងវិញបានការងារបើទោះបីជាគេដេញយើងចេញយើងអាចរកការងារថ្មីបានប៉ុន្តែពុកម៉ែបើគាត់ចាក់ចេញទៅហើយទោះបើយើងមានលុយ$1 លានក៏មិនអាចទិញដង្ហើមគាត់មកវិញសូម្បីតែ1វិនាទីសម្បត្តិថ្ងៃនេះជាមេរៀនដ៏ធំសម្រាប់យើងគ្រប់គ្នាសូមគម្រោងចាំដល់ពោលពាក្យថាហួសពេលដោយម្ចាស់សម្បត្តិឡើយបើស្ដាប់វីដេអូនេះចប់សូមលើកទូរស័ព្ទទេទៅរកពុកម៉ែអ្នកភ្លាមទៅបើអាចឆ្លៀតទៅលេងគាត់ទៅអោបគាត់ទៅមើលសុខភាពគាត់ផងព្រោះពួកគាត់ពិតជាស្រឡាញ់យើងខ្លាំងណាស់ស្រឡាញ់រហូតដល់គាត់លែងបាននឹកគិតអំពីខ្លួនឯងជាចុងក្រោយប្រសិនបើបងប្អូនមានរឿងរ៉ាវសម្ងាត់ណាមួយចង់ទម្លាយឬចង់ចែករំលែកនៅក្នុង Channel មួយនេះបងប្អូនអាចសរសេរផ្ញើមកកាន់ admin តាមរយៈ link នៅក្នុង description ខាងក្រោមជា link Google Form ឬក៏អាចចូលទៅក្នុង Channel Telegram ដែលមាន link មួយបន្តទៅទៀតដែលអាចឲ្យអ្នកចែករំលែកដោយផ្ទាល់មកកាន់ admin តែម្ដងហើយយើងនឹងរក្សាការសម្ងាត់របស់អត្តសញ្ញាណរបស់បងប្អូនទាំងគ្នាសូមកុំភ្លេចជួយ Subscribe និងចុច Like ម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យបងប្អូនយើងផ្សេងៗទៀតបានចូលមកកាន់បន្ទប់សម្ងាត់មួយនេះសម្រាប់ខ្ញុំថ្ងៃនេះ admin សូមអរគុណសូមជម្រាបលាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត